បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញវីដេអូថ្មីមួយទៀតតើតើនឹងការលេងចំណីសម្រាប់បាសីកីឡាអញ្ចឹងទី1គឺយើងលាងស្រូវឲ្យស្អាតចំនួន15គីឡូស្រូវនេះបើសិនជាបងប្អូនមានពេលបងប្អូនត្រាំទុកមួយយប់ទៅក៏បានដែរហើយបងប្អូននឹងទៅហាលឲ្យស្ងួតណាខ្ញុំអត់បានហាលអត់បានត្រាំទេខ្ញុំលាងហើយខ្ញុំហាលយកហ្មងដោយសារខ្ញុំរវល់ការងារច្រើនរៀបចំត្រង់ថ្មីហើយការងារច្រើនទៀតអញ្ចឹងបងប្អូនមានពេលបងប្អូនត្រាំទុកមួយយប់ទៅអរគុណច្រើនបងប្អូនហើយបងប្អូនលាងឲ្យស្អាតកុំឲ្យនៅសណ្ដីស្រូវលាងនៅយកតែសាច់ទៅបានហើយបន្តមកទៀតបងប្អូនយកទៅសណ្ដិលវាស្ងួតចំនួន4ទៅ5ម៉ោងទៅប៉ុណ្ណឹងទៅបានហើយអញ្ចឹងបងប្អូនអាចលាយចំណីឲ្យមន់បាសីកាឡាបានហើយអញ្ចឹងសម្រាប់បងប្អូនចង់លាយដូចខ្ញុំបងប្អូនលាយតាមខ្ញុំទៅប៉ុន្តែខ្ញុំលាយសម្រាប់នេះគឺសម្រាប់តងខ្ញុំលាយប្រចាំថ្ងៃហើយអញ្ចឹងចំនួន20គីឡូជាងនេះគឺស៊ីបានមួយរយៈពេលមួយអាទិត្យដោយសារតែមន់ខ្ញុំអស់ដែរហើយខ្ញុំលក់អស់ហើយពេញលក់អស់នៅមន់សេវទេអញ្ចឹងបងប្អូនសម្រាប់បងប្អូនដែលត្រូវការលាយចំណីដូចខ្ញុំមន់ស៊ីហើយថតល្អបើសិនស្កកមន់អញ្ចឹងបងប្អូនលេតាមខ្ញុំទៅបើសិនជាបងប្អូនមានបច្ចេកទេសណាថ្មីលាយល្អជាងហ្នឹងបងប្អូនលេតាមហ្នឹងទៅណានេះសម្រាប់តោខ្ញុំលេទេខ្ញុំបង្ហាញបងប្អូនឲ្យមើលខ្លះសម្រាប់បងប្អូនចង់លេចំណីបាសីកាឡាអញ្ចឹងបងប្អូនមានពេលបងប្អូនលេតុករយៈពេល1ខែទៅ2ខែក៏អត់អីដែរដោយសារតែនេះជាចំណីស្ងួតអញ្ចឹងយើងលេតុកបានយូរណាយើងអត់ខូចទេចងមកដល់ចប់ទៅដាក់បេចោលទៅយើងមានពេលយើងលេទៅពេលណាដែលយើងរវល់គឺយើងដួសចាក់ទៅហើយអញ្ចឹងលាយហើយអញ្ចឹងបងប្អូនដាក់បន្លែលេបន្ថែមទៅក៏បានដែរបើសិនតែបងប្អូនមានបន្លែដូចតកួនដូចជាការសំណល់ផ្ទះបាយនៅសល់ដូចជាបន្លែដែលយើងញ៉ាំហើយនៅសល់យើងលាយជាមួយទៅក៏បានដែរដោយសារតែយើងជាចំណីស្ងួតអីទេសណ្ដិលវាចោលអញ្ចឹងទៅរយៈពេល4ទៅ5ម៉ោងទៅវាស្ងួតល្អហើយអញ្ចឹងចំនួនយើងលាយនេះដាក់ពោតចំនួន4គីឡូពោតឲ្យយើងបំបែកណាពោតដែលយើងបំបែកជា2ជា3អញ្ចឹងបងប្អូនដាក់វា4គីឡូទៅហើយចង្កសម្រូបចំនួន4គីឡូដែរណាកសម្រូបដោយសារខាងខ្ញុំវាធូរថ្លៃទេកសម្រូបណាជាមួយនឹងចំណីមន់ធំវាធូរថ្លៃដែរអញ្ចឹងចំណីមន់ធំម៉ាអីក៏បានដែរណាហ្នឹងហើយអត់ប្រកាន់ឲ្យម៉ាអីទេបងប្អូនថាមួយណាល្អដាក់មួយទៅចំណីមន់ធំអញ្ចឹងបងប្អូនដាក់ចំណីមន់ធំចំនួន5គីឡូទៀតណាចំនួន5គីឡូទៀតអញ្ចឹងដាក់អញ្ចឹងទៅយើងច្របល់វាឲ្យសពបញ្ចូលគ្នាទៅហើយបងប្អូនចាំចាក់ស្រូវបន្ថែមស្រូវចំនួន15គីឡូដដែលណាយើងអត់ឲ្យលើសនោះទេដោយសារតែយើងយកគុណភាពល្អស៊ីទៅមន់អត់ស្កកទេស៊ីសាច់ឡើងលឿនអញ្ចឹងបងប្អូនច្របល់ចូលគ្នាសពល្អទៅខ្ញុំថតវីដេអូនេះពេលល្ងាចហើយម៉ោង6ជាងដោយសាររវល់ការងារច្រើនថ្ងៃនេះហើយបងប្អូនលាយឲ្យវាសពទៅហើយបងប្អូនតកវាស៊ីទៅរយៈពេលប្រហែលខែក៏បានអត់អីទេណាតពេលរយៈពេលបាន1ខែអញ្ចឹងបងប្អូនលេមកល្មមទៅបានហើយមិនលេច្រើនពេកទេណាខ្លាចថាលេទៅវាធំផ្អួរឬក៏បងប្អូនអត់ចង់ស្តត់ចំណេញខាងលេវាធំផ្អួរដោយសារតែស្រូវយើងហាលអត់ស្ងួតអីវាអាចនឹងធំផ្អួរណាអញ្ចឹងមកចង់ស៊ីទេអញ្ចឹងបងប្អូនលេវាច្របល់វាចូលគ្នាសពទៅចាដាក់ឲ្យមន់ស៊ីទៅជាការស្រេចហើយខ្ញុំលេបែបនេះគឺបានផលល្អដោយសារតែខ្ញុំមើលទៅវាធំធាត់លឿនហើយអាមន់ស៊ីអស់ណាវាអត់នៅសល់ចំណីហើយសល់ស្រូវទេយើងធ្វើយើងទៅវាចំណេញពេលវេលាហើយវាមន់ស៊ីគុណភាពល្អទៀតអញ្ចឹងបងប្អូនលេតាមហ្នឹងទៅបងប្អូនចង់លេតាមខ្ញុំលេទៅណាអញ្ចឹងយើងលេអញ្ចឹងទៅអានេះខ្ញុំនៅខ្វះសណ្ដែកមួយមុខទៀតណានៅខ្វះសណ្ដែកបាយយើងមួយមុខទៀតដោយសារខ្ញុំរកទិញអត់បានឡើងទៅខេត្តអញ្ចឹងបងប្អូនមានសណ្ដែកដាក់សណ្ដែកថែមទៀតទៅគឺល្អមែនតើបើសិនជាបងប្អូនអត់មានទេដាក់ប៉ុណ្្នឹងក៏បានដែរអីទេ
នេះជាលទ្ធផលដែលយើងលេហើយគឺចំនួនប៉ុណ្ណឹងណាយើងមើលទៅវាគួរសមដែរអញ្ចឹងបងប្អូនអាចឲ្យស៊ីពីមួយអាយុមួយខែកន្លះឡើងរហូតដល់ម៉ោនពេញណាអាចឲ្យស៊ីបានអានេះឲ្យស៊ីមេបាក៏បានដែរប៉ុន្តែយើងមកឲ្យស៊ីមេបាក៏វាថតជ្រុលណាយើងចាំមើលវីដេអូក្រោយមួយទៀតខ្ញុំតាក់ទងលេចំណីសម្រាប់មេបាពូជបាទនេះជាឈុតមេបារបស់ខ្ញុំមួយឈុតកាត់ថ្ងៃ2ឈុតហ្នឹងហើយ2ឈុតហើយយើងលេបាយលេអីបន្លែខ្លះទៅឲ្យស៊ីទៅក៏ចំណេញច្រើនដែរណាបាទមេសិនមេដែលល្អលំដាប់របស់ខ្ញុំហើយបាទហើយនេះជាបាពិសេសរបស់ខ្ញុំចំនួននេះ4គីឡូមួយខាំហើយមេសិន2គីឡូជាងឲ្យកូនអវគ្គនេះគឺជុលឈ្នះច្រើនឲ្យអស់ហើយនៅសល់សេវប្រហែលក៏7 8គ្រាប់ទៀតទេគេយកអស់ហើយមេសិនមេពិសេសឲ្យកូនស៊ីច្រើនណាឲ្យកូនស៊ីច្រើននេះសម្រាប់ឈុតមេបានេះសម្រាប់ឆ្នាំក្រោយយើងនឹងមានកូនមេតទៀតហើយចុះបងប្អូនចង់បានអាចតាក់ទងបានណានៅឆ្នាំក្រោយឆ្នាំនេះអស់ហើយគេយកអស់ហើយបាទខ្ញុំរៀបចំតង់ថ្មីសម្រាប់មេឈុតមេបាថ្មីនេះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាតែតាមដានវីដេអូមួយនេះពីដើមដល់ចប់អរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ